ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះអានជាសុគង្គមកពីក្រុម SU5 ថ្ងៃនេះខ្ញុំធ្វើការងារទី1នៃលំហាត់record user management ហើយនៅក្នុងនោះដែរយើងមាន requirement ចំនួន9ទី1គឺcomment who am I who am I នេះគឺចង់ឲ្យយើងបង្ហាញអំពី user ដែលមានឈ្មោះរបស់យើងហើយឬក៏របស់អ្នកណាទៅតែនេះគឺ user របស់ខ្ញុំផ្ទាល់គឺ who am I នេះខ្ញុំចុច enter មកវាមានលោតពាក្យគង់មកទី2 PWD ហ្នឹងនឹងធ្វើការបង្ហាញ path directory ដែលយើងកំពុងនៅខ្ញុំសូមធ្វើការវាយ PWD អញ្ចឹងpath directory ដែលខ្ញុំកំពុងនៅគឺនៅ /home and /kong ទី3 create user include home and base script include home និង base script ហ្នឹងគឺចង់ឲ្យយើងបង្កើត user ដែលមាន directory home and base script ដើម្បីបង្កើត user យើងត្រូវវាយ comment sudo user add clear os slash bin slash base ហើយយើងវាយឈ្មោះuser ថ្មីមកដាក់ឈ្មោះខ្ញុំហើយធ្វើការ enter មក password 1234 5អញ្ចឹងទៅយើងធ្វើការ switch user ដើម្បីធ្វើការ switch user បានការងារទី4នេះគឺrequirement ទី4នេះ switch user ទៅកាន់ user ថ្មីដើម្បីធ្វើការ switch user បានខ្ញុំសូមវាយ comment sudo su kung underscore 001 enter ដូច្នេះវាលោតមកហើយគឺគង់ underscore 001ហើយទី5នេះយើងចង់បង្ហាញ who am I ដើម្បីបង្ហាញ user ថ្មីមួយទៀតយើងចង់ឲ្យច្បាស់គឺវាយ comment who am I គង់ underscore 001ហើយទី6 PWD បង្ហាញពី home directory ដែលបានបង្កើតថ្មីអាហ្នឹងគេចង់ឲ្យយើងបង្ហាញពី home directory ដែលយើងបង្កើតថ្មីហ្នឹងខ្ញុំសូមវាយcd មិន cd កើត user ថ្មីនេះខ្ញុំវាយ cd ហើយទី6សំទោសលោកគ្រូច្រឡំទី6នឹងត្រូវហើយតែទី6គឺ PWD ខ្ញុំច្រឡំវាយ CD សំទោសលោកគ្រូ PWD គឺ home គង់ underscore 01ហើយទី7បង្កើត folder ថ្មីមួយនិង ls បង្ហាញដើម្បីបង្កើត folder ថ្មីមួយនេះខ្ញុំសូមធ្វើការវាយ comment mk ជាហើយខ្ញុំដាក់ folder ថ្មីដាក់ឈ្មោះU5ហើយនេះគឺជា folder ថ្មីដែលមានឈ្មោះគង់ SU5 ទី8ចេញទៅ user ដើមកន្លែងនេះគឺសាមញ្ញទេគ្រាន់តែយើងចង់ចេញទៅ user ដើមយើងត្រូវវាយ comment exit មក exit ហើយវា load user មកឈ្មោះគង់របស់ខ្ញុំមុនដើម្បីបញ្ជាក់ច្បាស់យើងក៏វាយ comment who am I នេះគឺជា user ដំបូងគេបំផុតរបស់ខ្ញុំគឺឈ្មោះគង់and ទី9បង្ហាញ user list តាម cat etc password ទី9នេះគឺចង់ឲ្យយើងបង្ហាញ list តែប្រើ comment cat slash etc slash password យើង enter មកយើងដាក់ base etc password not such a file or directory ក្នុងនេះខ្ញុំមិនទាន់មាន file អីទេហើយតែគាត់ថាមាននៅក្នុងនឹងដែរឥឡូវនេះខ្ញុំសូមធ្វើការលុប
លុបជាមួយនឹងuser ថ្មីដែលបានបង្កើតមិញហ្នឹងខ្ញុំសូមធ្វើការវាយ comment sudo user del and my user មិញគឺគង់ underscore 001 etc អូខេច្រឡំសុំទោសរបួសអូខេ etc first enter ណានេះគឺបានលុបហើយបានលុប user នឹងហើយរួចហើយអញ្ចឹងការងារទី1ដែលមាន9 requirement នេះសូមបញ្ចប់ត្រឹមប៉ុណ្ណេះលោកគ្រូអរគុណច្រើនលោកគ្រូជំរាបលា